សំណុំរឿងដែលដើមបណ្ដឹងជើឆេនស៊ីប្តឹងជនជាប់ចោទលីវើប៉ាល់ពីបទឃាតកម្មដោយចេតនាលើកូនប្រុសរបស់គាត់ឈ្មោះជើតាជួងត្រូវបានបើកសំណៀកការនៅថ្ងៃនេះដោយសារដើមបណ្ដឹងមានវ័យចំណាស់ទើបគាត់បានពឹងពាក់មេធាវីលីវជីងថាងឲ្យធ្វើជាតំណាងក្នុងសំណៀកការនេះសូមអញ្ជើញមេធាវីលីវជនជាប់ចោទលីវើប៉ាល់កាលពី3ឆ្នាំមុនថ្ងៃទី8ខែ12អ្នកបានដឹកនាំគេទៅរុះរើបំផ្ទះត្រកូលជើដោយបង្ខំជើតាជួងបានមកឈររាំងនៅមុខទ្វារហើយអ្នកបានប្រើដំបងឈើវីទៅលើក្បាលខាងក្រោយរបស់គាត់បណ្ដាលឲ្យគាត់ស្លាប់ភ្លាមនៅកន្លែងកើតហេតុទីតាំងកើតហេតុគឺនៅមុខផ្ទះត្រកូលជើត្រង់តំបន់លីវថៅលៀងនេះប៉ៃខាងលិចក្រុងសាក្សីដែលឃើញហេតុការណ៍គឺអ្នកស្រីជើឆេនស៊ីសាក្សីដែលឃើញហេតុការណ៍គឺមានអ្នកស្រីជើឆេនស៊ីនិងអ្នកជិតខាងឈ្មោះវ៉ាងប៉ូអាវុធគឺដំបងឈើមានប្រវែង43ចំអាមក្រោយកើតហេតុអ្នកបានយកវាទៅកប់ចោលនៅក្បែរអណ្ដូងទឹកក្រោយផ្ទះត្រកូលជើតើអ្នកទទួលស្គាល់ការពិតទាំងអស់នេះដែរឬទេអញថាខ្ញុំសម្លាប់មនុស្សតើអ្នកណាបានឃើញយាយចាស់ម្នាក់នោះហ្នឹងគាត់ភ្នែកស្រវាំងអស់ទៅហើយគាត់មើលច្រឡំទេអញកំពុងតែមើលច្រឡំហើយតើអញចង់មានន័យថាដូចម្ដេចឯងពិតជាធ្លាប់ទៅផ្ទះត្រកូលជើមែនទេលោកចៅក្រមជើវីងអ៊ីនេះគឺជាកំណត់ត្រាដែលអ្នកស្រីជើឈិនស៊ីបានរាយការណ៍កាលពី3ឆ្នាំមុនជាកំណត់ត្រាពិនិត្យឲ្យកន្លែងកើតហេតុរបស់នគរបាលយិនហ្វូក្នុងនោះបានបញ្ជាក់ថាមានដំបងឈើជូតមួយដើមមានប្រវែង4ហត្ថ3អ៊ីងនៅចុងដំបងមានស្នាមឈាមនោះត្រូវបានពិនិត្យរួចហើយវាគឺជាឈាមមនុស្សពិតប្រាកដមែនកំណត់ត្រានេះមានចុះហត្ថលេខារបស់នគរបាលសម័យនោះជារឿងពិតប្រាកដនេះគឺជាបញ្ជីរាយនាមអ្នកបម្រើក្នុងត្រកូលចៅកាលពី3ឆ្នាំមុនដែលទទួលបានពីការផ្ដល់ឲ្យដោយផ្ទះត្រកូលចៅនៅក្នុងបញ្ជីឈ្មោះមានឈ្មោះរបស់លីវប៊ីយ៉ាវអាយុទីកន្លែងកំណើតនិងមុខតំណែងនៅក្នុងភូមិគ្រឹះចៅអ្នកយាមផ្ទះលីវប៊ីយ៉ាវ3ឆ្នាំមុនអ្នកគឺជាអ្នកយាមនៅក្នុងភូមិគ្រឹះរបស់ចៅឈៀនមែនទេលីវប៊ីយ៉ាវ3ឆ្នាំមុនអ្នកគឺជាអ្នកយាមនៅក្នុងភូមិគ្រឹះរបស់ចៅឈៀនមែនទេក្នុងនាមជាអ្នកយាមម្នាក់ដែលនាំគ្នាកាន់ដំបងទៅវាកំទេចរបងផ្ទះអ្នកចាស់ជ្រាបម្នាក់តើដោយសារអ្នកទំនេរពេកឬក៏មានអ្នកណាម្នាក់បញ្ជាមកគ្មានអ្នកណាបញ្ជាទេខ្ញុំទៅដោយខ្លួនឯងរបងផ្ទះរបស់ស្ត្រីចំណាស់នោះរំលោភលើដីរបស់ត្រកូលចៅវាកំទេចដើម្បីដីត្រកូលចៅអំបញ្ញមិញអ្នកថាគ្មានអ្នកបញ្ជាអ្នកគ្រាន់តែជាអ្នកយាមម្នាក់តើអ្នកមានសិទ្ធិអ្វីទៅកំណត់ព្រំដីឲ្យត្រកូលចៅពាក្យសម្ដីរបស់អ្នកមិញនេះមេធាវីរូបនេះបានកត់ត្រាទុកហើយអ្នកសារភាពថាបាននាំមនុស្សទៅផ្ទះត្រកូលចៅសារភាពថាបានកាន់ដំបងសារភាពថាគឺដើម្បីដីរបស់ត្រកូលចៅចំណុចទាំង3នេះគ្រប់គ្រាន់នឹងកាត់ទោសអ្នកពីបទឃាតកម្មដោយចេតនាទោះជាខ្ញុំទៅទីនោះមែនទោះជាខ្ញុំកាន់ដំបងមែនក៏ខ្ញុំមិនបានគិតចង់វាគាត់គឺជាអ្នកស្ទុះមកដណ្ដើមដំបងពីដៃខ្ញុំមិនបានតាំងចិត្តធ្វើទេវាគឺជាការសម្លាប់ដោយអចេតនាការសម្លាប់ដោយអចេតនាជើដាជួងមានកម្ពស់5ហត្ថ2ថ្នប់ចំណែកអ្នកមានកម្ពស់5ហត្ថ8ថ្នប់បើគាត់ស្ទុះមកដណ្ដើមដំបងតើចុងដំបងអាចវាចំក្បាលខាងក្រោយរបស់គាត់បានយ៉ាងដូចម្ដេច Leave beef ពេលមានមនុស្សម្នាក់ស្ទុះមករកអ្នកចំពីមុខ Leave beef ម្នាក់នោះកំពុងតែរត់តម្រង់មករកអ្នកចុះហេតុអ្វីបានជាត្រូវចំក្បាលខាងក្រោយបានមានតែពេលដែលគាត់បែរខ្នងដាក់អ្នកប៉ុណ្ណោះនេះមិនមែនជាការសម្លាប់ដោយអចេតនាទេនេះគឺជាការលុបសម្លាប់ខ្ញុំចាំច្រឡំទេគាត់រត់គេចខ្លួនខ្ញុំក៏ដេញតាមពីក្រោយហើយវាគាត់យ៉ាងណាក៏ដោយខ្ញុំមិនបានតាំងចិត្តទេគាត់ច្បាស់ជាមានចិត្តណាមែនទេពេលដែលខ្ញុំដេញតាមគាត់ជើងខ្ញុំបានចំពុកអ្វីមួយដំបងក៏របូតពីដៃខ្ញុំទៅដំបងរបូតចេញពីដៃដំបងមួយនេះមានប្រវែង4ហត្ថ3ថ្នប់និងមានទម្ងន់7ជញ្ជីង2ដំឡឹងបើវាបានរបូតចេញពីដៃរបស់អ្នកកម្លាំងដែលបោះវាចេញទៅគួរតែមានតែម្ដងគត់ប៉ុន្តែរបាយការណ៍កសោឲ្យវិច័យវាត្រូវបានគេវាចំពីក្រោយក្បាលចំនួន3ដងនេះគឺជារបាយការណ៍កសោឲ្យវិច័យតើអ្នកស្គាល់វាដែរឬទេអ្នកតើហេតុអ្វីបានជាអ្នកសម្លាប់គាត់ហេតុអ្វីត្រូវវាដកទៅ3ដងលីវប៉ាអ្នកធ្វើជាអ្នកយាមផ្ទះត្រកូលចៅអស់រយៈពេល6ឆ្នាំ3ឆ្នាំមុនចៅឈៀនបានបញ្ជូនអ្នកទៅស្រុកក្រៅដើម្បីលាក់ខ្លួនអស់3ឆ្នាំដែលគាត់ហៅអ្នកឲ្យត្រឡប់មកវិញគឺដើម្បីឲ្យអ្នកទទួលទោសជំនួសគាត់អ្នកសុខចិត្តលះបង់ជីវិតដើម្បីគាត់តែគាត់មិនដែលគិតនឹងជាប់គុកជំនួសអ្នកឡើយលោកចៅក្រមនេះគឺជាសម្បត្តិដែលយ៉ាវឆៃនបានផ្ញើមកកាលពីយប់មិញខាងក្នុងសរសេរថាមេធាវីតូចតាចឲ្យប្រយ័ត្នភ្លើងខ្លោចបន្ទាប់ពីយ៉ាវខេនបាត់ខ្លួនមួយសន្ទុះកាលពីយប់មិញហាងរបស់ខ្ញុំត្រូវបានគេចាក់ប្រេងដុតប្រសិនបើខ្ញុំមិនបាននាំកូនក្តីនិងក្មេងចាក់ចេញនៅយប់នោះទេថ្ងៃនេះមុខជាគ្មានអ្នកណានិយាយជំនួសឆៅដាឈួងឡើយគឺលោកគ្រូប្រឡាបញ្ជីដែលបង្កប់ឲ្យខ្ញុំទៅគាត់និយាយថាលោកយ៉ាវបានបញ្ជីមកថាដីរបស់គ្រូសាឆៅត្រូវតែរឹបអូសបើឆៅដាឈួងនៅតែរឹងតឹងត្រូវតែធ្វើឲ្យវាដឹងពីភាពខ្លាំងរបស់យើងចំពោះជនជាប់ចោទលីវប៊ីយ៉ាវពីបទសម្លាប់មនុស្សដោយចេតនាលើឆៅដាឈួងត្រូវបានសម្រេចយោងតាមច្បាប់នៃរាជវង្សដេលត្រូវកាត់ទោសប្រហារជីវិតនៅក្រៅរដូវស្លឹកជោគសង្ស័យពីបទញុះញង់ឲ្យមានការសម្លាប់មនុស្សគុំខ្លួនជាបណ្ដោះអាសន្នយើងមិនអនុញ្ញាតឲ្យកោះហៅបន្ថែមទេវត្ថុតាំងទាំងអស់នឹងត្រូវបញ្ជូនទៅតុលាការត្រួតពិនិត្យលោកគ្រូលីតើអ្នកមានមតិជំទាស់អ្វីទេលោកចៅក្រមសម្រេចក្តីបានយ៉ាងត្រឹមត្រូវខ្ញុំបាទក្នុងនាមជាមេធាវីសូមអរគុណលោកជំនួសអ្នកស្រីជើ
ឈ្នះហើយមេធាវីស្រីប្រើសំណួរទាំង3កំចាត់គូសត្រូវលោកគ្រូនៅមុខភូមិគ្រឹះត្រកូលចៅមានមនុស្សចំរោមច្រើនណាស់នៅមុខភូមិគ្រឹះត្រកូលចៅមានមនុស្សចំរោមច្រើនណាស់មន្ត្រីត្រួតពិនិត្យបានទៅដល់ភូមិគ្រឹះត្រកូលចៅហើយចុះឯកសារក្តីក្តាមនោះវិញពួកយើងឈ្នះហើយអ្នកស្រីចៅនេះគឺជាសោរបស់អ្នកកូនប្រុសរបស់អ្នកឈ្មោះចៅតាជួងការស្លាប់របស់គាត់មិនមែនឥតប្រយោជន៍ទេយុទ្ធធរត្រូវបានសង់ត្រឡប់ទៅវិញហើយកុំលុតជង្គង់អីគ្រូសាចាស់មិនទទួលលុយក្រៅផ្លូវការទេទទួលតែ3កាក់ប៉ុណ្ណោះអ្នកនាងតូចអ្នកនាងត្រឡប់មកវិញហើយលោកម្ចាស់កំពុងរងចាំអ្នកនាងនៅក្នុងបន្ទប់សៀវភៅលោកម្ចាស់កំពុងរងចាំអ្នកនាងនៅក្នុងបន្ទប់សៀវភៅថ្ងៃនេះនៅឯសាលជំនុំជម្រះកូនធ្វើបានល្អណាស់តវិជានៃការតស៊ូតិចច្បាស់លាស់ការដកស្រង់ច្បាប់ពិតជាត្រឹមត្រូវគ្រាន់តែមានចំណុចមួយដែលខ្វះចន្លោះកូនគួរតែសួរដេញដោលអំពីមុំនិងចំណុចធ្លាក់នៃដំបងនោះបើគេមិនព្រមទទួលកំហុសនោះនឹងក្លាយជាផ្ស្តាងដ៏រឹងមាំមួយទៀតលោកឪពុកថ្ងៃនេះលោកឪពុកមកដើម្បីត្រឹមតែអង្គុយស្ដាប់សំណេរការមែនទេកន្លែងអង្គុយស្ដាប់មិនមែនជាកន្លែងសម្រាប់បង្រៀនកូនពីរបៀបធ្វើមេធាវីទេកូនបើការិយាល័យតស៊ូទៅរយៈពេល3ឆ្នាំមកហើយលោកឪពុកមិនដែលមកមើលកូនម្ដងណាឡើយតើថ្ងៃនេះអ្នកមកទីនេះដើម្បីអ្វីមិនមែនមកព្រោះខ្ញុំជាកូនស្រីរបស់អ្នកទេគឺមកព្រោះជនជាប់ចោទគឺសាវឈៀនសំណុំរឿងសម្រាប់រង្គាលដែលអ្នកបានទទួលខុសត្រូវនោះឯកសារសំណុំរឿងត្រូវបានគេលួចដកចេញឪពុករបស់សាវឈៀនក៏ជាសិស្សរបស់ខ្ញុំដែរអ្នកដែលលួចដកឯកសារសំណុំរឿងនោះកាលពីឆ្នាំមុនគឺខ្ញុំពាក្យដំបូងដែលអ្នកបង្រៀនខ្ញុំគឺច្បាប់គ្មានក្តីមេត្តាពាក្យដំបូងដែលអ្នកបង្រៀនខ្ញុំគឺច្បាប់គ្មានក្តីមេត្តាខ្ញុំមកនេះមិនមែនឲ្យអ្នកជួយខ្ញុំទេគឺមកដើម្បីឲ្យអ្នកចងចាំរឿងដែលអ្នកបង្រៀនខ្ញុំកាលនោះអ្នកខ្លួនឯងបែរជាភ្លេចទៅវិញខ្ញុំនឹងធ្វើឲ្យសាវឈៀនដួលរលំហើយយកឯកសារនោះមកវិញឲ្យអ្នកចាញ់កូនស្រីដែលខ្លួនឯងបានបង្រៀនលោកគ្រូរឿងសម្លាប់រង្គាលនៅហាងបញ្ចាំគ្រួសារសិនមានអ្នកស្លាប់7នាក់រួមទាំងម្ចាស់ហាងសិនឈៀវប៉ៃប្រពន្ធកូន3នាក់និងកូនឈ្នួល2នាក់យប់កើតហេតុអ្នកជិតខាងឬសូសម្រាប់ឆ្លោះប្រកែកគ្នាតែគ្មានអ្នកណាក្លាហានចេញទៅមើលឡើយព្រឹកឡើងទើបដឹងថាពួកគេទាំង7នាក់ត្រូវបានសម្លាប់ហើយទំនិញក្នុងឃ្លាំងហាងត្រូវបានគេប្លន់យកទៅអស់ចំណុចចម្លែកបំផុតក្នុងសំណុំរឿងនេះគឺឃាតករមិនបានយកប្រាក់កាក់នៅលើទទេគឺយកតែទំនិញក្នុងឃ្លាំងប៉ុណ្ណោះទំនិញដែលពិបាកលក់ចេញក៏ត្រូវបានគេដឹកយកទៅអស់ដែរប្រាក់ដែលងាយនឹងបានបែរជាមិនយកទៅវិញបញ្ជាក់ថាគាត់មិនមែនធ្វើព្រោះតែទ្រព្យសម្បត្តិទេឬមួយក៏គាត់ចង់បានទ្រព្យអ្វីមួយដែលពិសេសឪពុករបស់ចៅឈៀនធ្លាប់ជាមន្ត្រីជាន់ខ្ពស់ក្រសួងយុទ្ធភ័ពកាលពីមុនសំណុំរឿងឃាតកម្មគ្រួសារនោះបានកើតឡើងកាលពី3ឆ្នាំមុនត្បូងពេជ្រដ៏កមលថ្ងៃនេះនឿយហត់ណាស់ហើយពិសាទឹកទៅសៀវឈៀនស្ថាប័នអធិការកិច្ចបានបើកការស៊ើបអង្កេតរួចហើយអ្នកចុះសង្ស័យពីបទរំលោភយកដីធ្លីប្រជាជនប្រើប្រាស់បម្រើឲ្យសម្លាប់មនុស្សនិងបង្កអគ្គិភ័យរួមទាំងបទល្មើសផ្សេងទៀតសូមអញ្ជើញទៅជាមួយពួកយើងមួយ
លោកលីវភ្នែករបស់ចាស់ម្នាក់នេះលែងសូវល្អមើលហើយស្នាដៃក៏មិនសូវបានការដែរស្បែកជើងគូនេះលោកពាក់ទៅចុះថ្ងៃក្រោយត្រូវដើរច្រើនបាទស្បែកជើងនឹងឆាប់សឹកមិនខានទេសូមអរគុណលោកយាយចៅលោកគ្រូសៀវឈៀនធ្លាក់ហើយតើអ្នកបន្ទាប់គឺជានរណាឪពុករបស់វាអតីតរដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពសៀវគឺជីនភស្តុតាងសម្ងាត់នៃសំណុំរឿងឃាតកម្មនោះនៅតែក្នុងដៃគាត់សៀវឈៀនដួលរំហើយឪពុករបស់គេនឹងមករកខ្ញុំដោយខ្លួនឯងមិនបាច់ប្រញាប់ទេពួកយើងចាំមើលស្អែកនេះអ្នកត្រូវរៀបចំភស្តុតាងសវនកម្មទាំងនោះឡើងវិញតាមតម្រុយរៀបចំវាឲ្យមានរបៀបរៀបរយតម្រៀបតាមកាលវេលាឲ្យច្បាស់លាស់រៀបចំវាឡើងវិញទាំងអស់តម្រៀបតាមលំដាប់ពេលវេលាសៀវថ្មទៅស៊ើបមើលចំនួនគ្រឿងទេសរបស់ត្រកូលសៀវឯងត្រូវស៊ើបមើលការផ្លាស់ប្ដូរតំណែងនិងបុគ្គលិករបស់សៀវគឺជីនកាលពី3ឆ្នាំមុនច្បាប់មិនអត់អន់ឲ្យអ្នកណាឡើយកាលពីលីវហ៊ុយសានបង្រៀនខ្ញុំពីមុនមកសូម្បីតែគាត់ផ្ទាល់ក៏មិនអាចធ្វើបានដែរតែពេលនេះកូនស្រីរបស់គាត់បានធ្វើឲ្យវាសម្រេចហើយទៅប្រាប់មនុស្សនៅក្រសួងយុទ្ធភ័ពយកវត្ថុតាងសម្ងាត់នៅហាងបញ្ចាំត្រកូលសិនទៅដាក់កន្លែងដាំវិញទៅលែងត្រូវការលាក់បាំងទៀតហើយបើគេចង់ស៊ើបឲ្យគេស៊ើបទៅតាមចិត្តចុះករណីឃាតកម្មបំបិតពូជពងនេះបានកន្លងផុតទៅ3ឆ្នាំហើយកាន់តែស៊ើបកាន់តែឃើញថាមានមនុស្សពីសម័យនោះនៅរស់រានមានជីវិតច្រើនមនុស្សរស់បង្កបញ្ហាជាងមនុស្សស្លាប់ទៅទៀតថ្ងៃទី15ខែធ្នូ3ឆ្នាំមុននៅហាងបញ្ចាំតាំងស៊ឺត្រង់ផ្នែកខាងលិចក្រុងមានអ្នកស្លាប់ចំនួន7នាក់រួមមានម្ចាស់ហាងសិនជីវបៃប្រពន្ធរបស់គាត់នាងលីវកូនទាំង3នាក់របស់ពួកគេនិងកូនហាង2នាក់ទៀតនៅយប់កាត់ហេតុនោះអ្នកជិតខាងបានឬសំឡេងប្រតាយប្រតបគ្នាចេញពីក្នុងហាងលុះដល់ព្រឹកឡើងអ្នកជិតខាងទៅប្រទេសឃើញសាកស្ពំចាស់ហាងដេកស្លាប់នៅក្រោយបញ្ជរបន្ទប់ខាងក្រោយហាងត្រូវបានគេរុះរលួយយករបស់អស់គ្មានសល់ចំណុចដែលគួរឲ្យសង្ស័យនោះគឺប្រាក់កាក់ដែលនៅលើបញ្ជរមិនត្រូវបានគេប៉ះពាល់ឡើយនៅក្នុងបន្ទប់ឃ្លាំងវិញគ្រឿងទេសពីតំបន់ស៊ីយីមួយចំនួនធំត្រូវបានគេដឹកជញ្ជូនចេញអស់លោកគ្រូខ្ញុំបានស៊ើបអង្កេតអំពីមុខជំនួយរបស់ត្រកូលចៅរួចរាល់ហើយមុនពេលសៀវគឺជីនចូលកាន់តំណែងនៅក្រសួងយុទ្ធភ័ពគាត់មិនដែលបង្ហាញមុខក្នុងចំនួនគ្រឿងទេសណាមួយឡើយប៉ុន្តែប្អូនថ្លៃរបស់គាត់ត្រកូលម៉ាបានបើកហាងលក់គ្រឿងទេសមួយនៅទីខាងកើតក្រុងហាងនោះមានឈ្មោះថាម៉ាជីស៊ីងហ្វាងចំណែកគ្រឿងទេសពីដែនដីភាគខាងលិចកាលពី3ឆ្នាំមុនគឺត្រូវបានលក់ចេញតាមរយៈហាងម៉ាជីស៊ីងហ្វាងនេះឯងពេលវេលានោះគឺ10ថ្ងៃក្រោយករណីឃាតកម្មលើគ្រួសារសិនខ្ញុំបានទៅសាកសួរនៅកំពង់ផែរួចរាល់ហើយមេឃប៉ៅត្រកូលគោនៅចាំរឿងទំនិញនោះបានយ៉ាងច្បាស់ទំនិញបានមកដល់ផែនៅថ្ងៃទី5ខែ12កាលពី3ឆ្នាំមុនអ្នកទទួលទំនិញគឺរោងបញ្ចាំសិនជីវ៉ៃជាអ្នកចុះហត្ថលេខាទទួលដោយផ្ទាល់គាត់និយាយថាគ្រឿងទេសទាំងនោះមានតម្លៃដល់ទៅ2000ដុល្លារប្រាក់គាត់និយាយថាគ្រឿងទេសទាំងនោះមានតម្លៃដល់ទៅ2000ដុល្លារប្រាក់វាជាទ្រព្យសម្បត្តិទាំងអស់ដែលសិនជីវ៉ៃមានមិនតែប៉ុណ្ណោះក្រោយពេលកើតហេតុភ្លាមហាងម៉ាជីស៊ីងហ្វាងក៏ស្រាប់តែមានបានឡើងយ៉ាងគំហុករហូតហ៊ានទិញកន្លែងពង្រីកហាងនៅជាប់គ្នាទៀតផងដូច្នេះករណីសម្លាប់រង្គាលនេះមិនមែនគ្រាន់តែជាការសម្លាប់មនុស្សធម្មតាទេវាគឺជាការប៉ុនប៉ងប្លន់ទ្រព្យសម្បត្តិគ្រឿងទេសទាំងនោះត្រូវបានគេប្លន់យកទៅវាត្រូវបានយកទៅលក់នៅទីផ្សារងឹតដោយអូនថ្លៃរបស់សៀវគឺជីនវត្ថុតាងសម្ងាត់ត្រូវបានសៀវគឺជីនលាក់ទុកនៅក្នុងក្រសួងយុទ្ធភ័ពគេលាក់ទុកវារហូតដល់3ឆ្នាំអាយ៉ានរៀបចំខ្លួនទៅដាក់ពាក្យប្តឹងដល់ព្រះមហាក្សត្រកាន់អតីតរដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពសៀវគឺជីនពីបទប្រព្រឹត្តខុសច្បាប់សៀវឈូថៅទៅកាន់សាលាដំបងដើម្បីជួបគាត់បានពិនិត្យមើលកំណត់ត្រានៃឃ្លាំងសម្ងាត់របស់ក្រសួងយុទ្ធភ័ពបន្តស៊ើបអង្កេតក្នុងខែ12កាលពី3ឆ្នាំមុនថាតើអ្នកណាបានដកហូតឯកសារសំណុំរឿងហាងបញ្ចាំកាលពីពេលនោះគឺជារឿងក្តីដែលទើបតែត្រូវបានដកចេញថ្មីនេះកំណត់ត្រានៃឃ្លាំងសម្ងាត់ត្រូវបានគេហែកអស់មួយទំព័រគឺចំថ្ងៃក្នុងខែ12កាលពី3ឆ្នាំមុនប៉ុន្តែអ្នកចាំឃ្លាំងនៅចាំបានយ៉ាងច្បាស់រាត្រីនោះមានតែម្នាក់គត់ដែលបានចូលទៅក្នុងឃ្លាំងគឺលីវហ៊ុយសានលោកឪពុករបស់ខ្ញុំគ្រាន់តែធ្វើតាមពាក្យគេផ្ដាំអ្នកដែលផ្ដាច់ផ្ដាំគាត់គឺចៅខឺសៀនលោកឪពុកខ្ញុំជាអ្នកលាក់បាំងឯកសារសំណុំរឿងនោះក្មួយប្រុសរបស់ចៅខឺសៀនគឺជាឃាតប្អូនថ្លៃរបស់គេគឺជាអ្នកបំផ្លាញភស្តុតាងសំណុំរឿងសម្លាប់រង្គាលនេះចាប់តាំងពីពេលកើតហេតុរហូតដល់ការលុបបំបាត់ភស្តុតាងសំណុំរឿងសម្លាប់រង្គាលនេះចាប់តាំងពីពេលកើតហេតុរហូតដល់ការលុបបំបាត់ភស្តុតាងចំណាយពេលត្រឹមតែ10ថ្ងៃប៉ុណ្ណោះរឿងក្តីចាស់កាលពី3ឆ្នាំមុនរបស់ក្រសួងយុទ្ធភ័ពចៅខឺសៀនគឺជារដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពលោកឪពុកខ្ញុំគឺជាអនុប្រធានតុលាការកំពូលអ្នកទាំងពីរបានរួមដៃគ្នាលាក់បាំងសំណុំរឿងឃាតកម្មគ្រួសារមួយឥឡូវនេះសំណុំរឿងត្រូវបានគេដាក់ត្រឡប់មកវិញតែវាខ្វះចម្លើយសារភាពដ៏សំខាន់បំផុតមួយនោះគឺចម្លើយសារភាពរបស់ជនរងគ្រោះដែលដាក់ពាក្យបណ្ដឹងលោកចៅក្រុងខ្ញុំត្រូវការចូលទៅក្នុងបណ្ណាល័យសម្ងាត់ចម្លើយសារភាពរបស់អ្នកដឹង
ทยากรបង្ហាញពីកន្លែងកើតហេតុកំណត់ត្រាពិនិត្យសាកសពសុទ្ធតែត្រូវបានគេដកចេញទាំងអស់ឯកសារដែលបាត់បង់ទាំងនេះគឺជាការព្រីចុងក្រោយរបស់សាវខឺជៀនគាត់បានលាក់វាទុកអស់រយៈពេល3ឆ្នាំឥឡូវនេះដល់ពេលដែលត្រូវប្រគល់វាវិញហើយនេះជាចម្លើយសារភាពរបស់អ្នកដឹងដែលអ្នកចង់បានทยากรបង្ហាញពីកន្លែងកើតកំណត់ត្រាពិនិត្យសាកសពទាំងអស់នេះនៅទីនេះដែលបានលាក់ទុកអស់រយៈពេល3ឆ្នាំនេះគឺជារបស់អ្នកហេតុអ្វីបានជាអ្នកលាក់បាំងវាព្រោះអ្នកដែលមកដឹងនោះគឺជាក្មួយប្រុសរបស់ខ្ញុំគេបានសម្លាប់មនុស្សហើយមកសុំជំនួយពីខ្ញុំបានប្រាប់ឲ្យគេទៅសារភាពកំហុសតែគេប្រាប់ថាគេមិនហ៊ានខ្ញុំនៅតែបង្ខំឲ្យគេទៅសារភាពគេនៅតែឆ្លើយថាគេមិនហ៊ានមុនពេលគេស្លាប់គេបានប្រាប់ខ្ញុំថារឿងនោះធ្វើឲ្យគេយល់សប្តិអាក្រក់ជារៀងរាល់យប់ខ្ញុំបានលាក់ឯកសារសំណុំរឿងនោះឲ្យគេអស់រយៈពេល3ឆ្នាំឪពុករបស់អ្នកគឺលីវហ៊ុយសានជាមន្ត្រីជាន់ខ្ពស់នៃតុលាការកំពូលឯកសារសម្ងាត់ត្រូវបានរក្សាទុកនៅក្រសួងយុទ្ធភ័ពនិងតុលាការយប់ដែលគាត់មកបើកមើលឯកសារនោះខ្ញុំបានអញ្ជើញគាត់មកពីសាស្រ្តាស្រវឹងខ្លាំងណាស់ខ្ញុំបានលួចយកសោពីគាត់ដើម្បីចូលទៅក្នុងឃ្លាំងសម្ងាត់វាមិនមែនជាកំហុសរបស់គាត់ដែលលាក់ឯកសារនោះទេគាត់គ្រាន់តែមិនបានរារាំងខ្ញុំប៉ុណ្ណោះអ្នកត្រូវតែទៅសារភាពកំហុសនៅសាលាក្រុងដោយខ្លួនឯងឲ្យខ្ញុំជួយដាក់ពាក្យបណ្ដឹងជំនួសលោកឪពុកចុះខ្ញុំរងចាំលោកឪពុកនៅទីនេះ3ថ្ងៃមកហើយពាក្យបណ្ដឹងនេះខ្ញុំនឹងដាក់ដោយខ្លួនឯងទៅចុះជូនដំណើរមនុស្សចាស់ម្នាក់នេះជាលើកចុងក្រោយជោគគឺជៀនបានចូលសារភាពកំហុសហើយគាត់បានដាក់ពាក្យបណ្ដឹងដោយខ្លួនឯងគាត់សារភាពថាអ្នកដែលកែឯកសារកាលពី3ឆ្នាំមុនគឺរូបគាត់ផ្ទាល់លោកឪពុកគ្រាន់តែមិនបាន